学感谢天师德、祖师弘慈、师尊师母大恩大德三位老前人在天之领利用唐前人的大恩大德，各位点传师的鼓励成全，让后学有这个机会来与各位前行共积善缘。បាទជំរាបដំបូងអ្នកគ្រូសូមរំលឹកការថ្វាយបង្គំដល់ព្រះរាជាគុណបារមីនៃគុណព្រះខាងលើនិងគុណគ្រូបាជាទាំងឡាយហើយក៏ព្រមទាំងអរព្រគុណទៅដល់មហាបរមសាចារ្យនៃព្រះបរមគ្រូក៏ព្រមទាំងអរព្រគុណទៅដល់ព្រះបរមគ្រូសិជោសិមូដែលមានមហាគុណសិលហើយក៏ព្រមទាំងអរព្រគុណទៅដល់លោកញាតិចាស់ព្រះរាជាទាំង3អង្គដែលគង់នៅខាងលើដែលជួយបែបបាក់ថែរក្សាហើយក៏សូមអរព្រគុណទៅដល់មហាគុណដ៏ធំធេងរបស់ចាស់ព្រះរាជាទាំង4ខាងហើយក៏ដូចជាអរគុណទៅដល់បណ្ដាគ្រូវិទ្យាចារ្យទាំងឡាយដែលបានផ្ដល់ឱកាសឲ្យគ្រូថ្ងៃនេះមានឱកាសដើម្បីឡើងមកសិក្សាในส่วนของออนไลน์ជាមួយនឹងប្រព័ន្ធរបស់គ្នា那下午的时间呢是讲师讲课最头痛的时间ហើយពេលវេលាបន្តមកទៀតនេះគឺជាពេលវេលាដែល讲师សម្ដែងធម៌ហ្នឹងគឺវាមានការជាក្បាលមែនតើបាទ因为大家都有午睡的习惯ពីព្រោះថាពួកយើងសាប់ទៅត្រឡប់ដេកថ្ងៃហើយណា不会吗អត់បានក៏ហើយ现在看大家的表现哦ទីទៀតមើលថាអ្នកទាំងអស់គ្នាងប់មិនងប់តែអ្នកគ្រូបានណាបាទអត់ហើយ浩学呢今天所要与各位堂主讲师呢共同研究的题目呢和我们息息相关呐ប្រធានបទដែលអ្នកគ្រូនឹងត្រូវលើកឡើងសម្ដែងជាមួយអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺវាមានការតាក់ទងសំខាន់ជាមួយនឹងយើងទាំងអស់គ្នាតែម្ដង就是在修道的旅程当中，我们都会遇到不如意的事情。នៅក្នុងដំណើរនៃការកសាងបរិបទប្រធមរបស់យើងទាំងអស់គ្នារមែងតែជួបជាមួយនឹងបញ្ហាដែលមិនសមប្រកបជាច្រើន也就是模考认识模考អ្វីដែលមិនសមប្រកបនោះគឺថាយើងត្រូវមកស្វែងយល់អំពីអ្វីដែលគេហៅថាមាប្រឡង曾经呢浩学在2024年的时候有回到我们柬埔寨国កន្លងទៅកាលពីឆ្នាំ2024ហ្នឹងគឺអ្នកគ្រូធ្លាប់មកដល់ក្នុងប្រទេសកម្ពុជារបស់យើង那时候呢有一节课就是讲师的心得分享ហើយនៅក្នុងនោះមានប្រធានបទមេរៀនមួយទាក់ទងជាមួយនឹងការចែករំលែកចំណាប់អារម្មណ៍របស់គ្រូអធិប្បាយធម៌有好几位的讲师呢讲到了他修道的路程ហើយមានគ្រូអធិប្បាយធម៌ជាច្រើនបានលើកឡើងនិយាយទាក់ទងជាមួយដំណើរសាងធម៌របស់គាត់讲得痛哭流涕呀និយាយឡើងសក់ទឹកភ្នែកអាហេមហាមិនចឹងទៅ那后学呢心有戚戚焉呐ហើយអ្នកគ្រូក្នុងចិត្តក៏មានការសង្វេគជាខ្លាំង因为感同身受ពីព្រោះថាអ្នកគ្រូទទួលអារម្មណ៍នោះបានដូចគ្នា后学修道的路程也不是一帆风顺នៅក្នុងដំណើរសាងធម៌របស់អ្នកគ្រូក៏មិនមែនសាងមករលូនដោយអ្វីដែលយើងគិតដែរ在修道的路程当中难免遇到不如意的事情នៅក្នុងដំណើរនៃការកសាងបរិបទធម៌រមែងតែមានការជួបប្រទះនៅរឿងអសន្នប្រកបជាច្រើនកើតឡើង因为修道是一条非常漫长的路ពីព្រោះការដំណើរនៃការកសាងបរិបទធម៌គឺជាផ្លូវនៃការសាងបរិបទធម៌មួយដ៏វែងឆ្ងាយ在这个路程当中有的人是一帆风顺但是有的人呢是坎坎坷坷នៅក្នុងដំណើរនៃការកសាងបរិបទធម៌នេះមានអ្នកខ្លះគឺសាងមកគឺមានភាពរលូនតែម្ដងប៉ុន្តែចំពោះអ្នកខ្លះទៀតសាងមកគឺមានការជួបឧបសគ្គជាច្រើន请问这问我们修道的课程一帆风顺的人请举手សូមសួរអ្នកទាំងអស់គ្នាដែលណាដែលថាក្នុងដំណើរនៃការសាងបរិបទធម៌របស់យើងតាំងពីសាងមកគឺរលូនតែម្ដង smooth តែម្ដងសូមលើកដៃមានទេ没有自认为坎坎坷坷的人请举手អ្នកដែលយល់ឃើញតែខ្លួនឯងហ្នឹងគឺកលុកកលាក់ច្រើនណាស់គឺឧបសគ្គច្រើនមែនទែនផ្លូវសាងធម៌ហ្នឹងសូមលើកដៃ辛苦你们的បាទអត់លើយហើយណាអត់លើយហើយ所以我们在修道的路程当中ដូច្នេះនៅក្នុងដំណើរនៃការកសាងបរិបទធម៌របស់យើងណា有很多的障碍我们跌跌撞撞មានឧបសគ្គជាច្រើននៅខាងមុខមានការជួបប្រទះនៅឧបសគ្គនឹងជារឿយ这一些障碍呢可以说扰乱我们的心扰乱我们的脚步ចំពោះឧបសគ្គទាំងអស់នេះវាធ្វើឲ្យមានការរំខានដល់ការបោះជំហាននៅក្នុងការដើរផ្លូវសាងបរិបទធម៌របស់យើងជាច្រើន遇到这些障碍的时候我们的心会犹豫不决
会徘徊在这个十字路口。 នៅពេលដែលយើងជួបប្រទះជាមួយនឹងឧបសគ្គទាំងអស់ហ្នឹងក្នុងចិត្តរបស់យើងតែតែមានការរារែកនិងផ្លូវបំបែកនៃការជ្រើសរើសថាតើមិនដឹងគួរជ្រើសដើរផ្លូវមួយណានោះទេ 不知道要继续的修道，还是要来停止修道。 មិនដឹងថាត្រូវបន្តដំណើរសាងបរិបត្តិធម៌តទៅមុខទៀតឬមួយក៏ត្រូវផ្អាកឈប់សាងដំណឹងទេ 甚至呢，让我们非常的痛苦，非常的无奈。为什么我要来修道呢？ ហើយពេលខ្លះរហូតដល់យើងគិតថាអើយហេតុអីបានជាដំណើរសាងបរិបត្តិធម៌របស់ខ្ញុំនឹងឈឺចាប់លំបាកវេទនាអញ្ចឹងហេតុអីបានខ្ញុំនៅតែត្រូវបន្តការសាងបរិបត្តិធម៌នឹងតទៀត 所以我们的师尊老大人呢，跟我们讲了一句话：真道必有真考。 ដូច្នេះបានជាព្រះបរមគ្រូសិជនព្រះអង្គនៃយើងបានសម្ដែងនូវពាក្យពេចន៍មួយប្រាប់ដល់យើងទាំងអស់គ្នាថាព្រះធម៌ពិតប្រាកដជាមានការប្រឡងពិតប្រាកដ 我们所求的道是真道，真正非常尊贵的道。 ធម៌ដែលយើងទទួលបានគឺជាពធពិតគឺជាពធដែលមានភាពវិសេសវិសាលថ្លៃថ្លាបំផុត 所以一定有考验。 ដូច្នេះប្រាកដជាមានការប្រឡងនិងជ្រែកចាក់ជាមិនខាន 那么有一句话说：“魔由心生啊。 មានពាក្យមួយនិយាយថាមាទាំងឡាយកើតចេញអំពីចិត្ត 什么叫做魔呢？ អ្វីទៅថាមា 这个魔呢，就是由我们的心所散发出来的。 ហើយមាទាំងអស់ហ្នឹងជាទូទៅគឺសុទ្ធតែកើតឡើងចេញអំពីចិត្តរបស់យើងឡើងមកទាំងអស់ 那么好像一粒苹果一样， ដូចជាផ្លែប៉ោមមួយអញ្ចឹង 这个苹果呢，如果里面有这个小虫啊， បើសិនជាក្នុងផ្លែប៉ោមហ្នឹងនៅក្នុងនោះមានតកៅមួយនៅក្នុងហ្នឹង 这个苹果会怎么样？这样会腐烂呐、 ផ្លែប៉ោមហ្នឹងវាមិនអាចលួយទេ 它的源头是怎么样？这么因为有小虫啊。 ប្រពន្ធវាលួយដោយសារមូលហេតុអីដោយសារមានដង្កូវនៅក្នុងហ្នឹងថា 那这个考呢，是由天所降的。 ហើយចំពោះការប្រឡងទាំងអស់ហ្នឹងគឺខាងលើជាអ្នកការដាក់នៅវិញ្ញាសាប្រឡងហ្នឹងមកដល់យើងទាំងអស់គ្នា 上天呢，借着这个人呢，来考验我们。 ហើយព្រះខាងលើគឺខ្ចីនៅកម្លាំងមនុស្សដើម្បីមកជ្រែកប្រឡងដល់ពួកយើងទាំងអស់គ្នាហ្នឹងឯង 一个修道人，他如果真正的修持，他会越多的考验。 ហើយចំពោះអ្នកសាងបរិបត្តិធម៌មួយរូបបើសិនជាយើងមានចិត្តសាងបរិបត្តិធម៌ដែលពិតប្រាកដរមែងតែមានការជួបជាមួយនឹងការប្រឡង 但是呢，如果没有修道，他就没有考验。 ក៏ប៉ុន្តែបើសិនជាយើងអត់សាងធម៌ទេគឺអត់មានការប្រឡងទេ 那我们要怎么办？ អញ្ចឹងយើងធ្វើមិនទៅ 要修道吗？ សាងអត់ចឹង 修道要考验 តែ 啊。 សាងត្រូវប្រឡងណា 但是我们的仙佛告诉我们， ក៏ប៉ុន្តែអព្រះខាងលើបានប្រាប់ដល់យើងទាំងអស់គ្នាថា 虽然我们修道有魔考， អ្វីបើតែការសាងធម៌មានប្រឡង 但是我们不会受到这个结束的淘汰， ក៏ប៉ុន្តែយើងអត់ទទួលរងនឹងការជះឥទ្ធិពលអំពីគ្រោះមហន្តរាយនោះទេ 因为我们每一个修道人， ពីព្រោះថាយើងជាអ្នកសាងបរិបត្តិធម៌គ្រប់រូប 上天都有一张无形的考试卷给我们。 ពីព្រោះថាខាងលើសុទ្ធតែមានការចេញនៅវិញ្ញាសាអរូបមួយម្នាក់មួយស្លាប់ម្នាក់មួយស្លាប់សម្រាប់យើងទាំងអស់គ្នា 这个考试卷呢，随时会来出现，来考验我们。 ហើយវិញ្ញាសាប្រឡងមួយហ្នឹងណាគឺអាចប្រឡងយើងគ្រប់កលៈទេសៈបានទាំងអស់ 一篇又一篇的考验呢，要考验我们的品格，要锻炼我们的身心。 ការប្រឡងមួយហ្នឹងគឺប្រឡងអំពីផ្លូវចិត្តរបស់យើងប្រឡងអំពីការលត់ដំនៅផ្លូវចិត្តរបស់យើងប្រឡងម្ដងហើយម្ដងទៀត 但是我们要了解一句话， ប៉ុន្តែយើងត្រូវស្វែងយល់នៅពាក្យមួយ 每一个模考都是影响我们的进和退。 ចំពោះការប្រឡងម្ដងការប្រឡងមួយលើកសុទ្ធតែមានការជះឥទ្ធិពលទៅដល់ភាពរីកចម្រើននិងភាពរៀងថយរបស់យើងទាំងអស់គ្នា 进呢就是上升天堂， ភាពរីកចម្រើនមានន័យថាឲ្យយើងអាចមានឱកាសរីកចម្រើនឆ្ពោះឡើងទៅកាន់ឋានលើ 所以呢， ហើយចំពោះការធ្លាក់ចុះ 退到哪里去呢？ ការធ្លាក់ចុះការអន់ថយនោះតើធ្លាក់ចុះទៅដល់ណា 地狱 បាទ 对嘛？ គឺឋាននរកត្រឹមត្រូវមែនទេ 这是一个关键的关头， នេះហើយគឺជាគន្លឹះសំខាន់បំផុត 我们不可以不谨慎， យើងមិនអាចមិនប្រយ័ត្នបានទេណា 不然呢，一失足啊，成千古恨。 បើមិនដូច្នោះទេល្អជើងនៅបន្តិចស្ដាយក្រោយអស់មួយជីវិតជាក់ជាមិនខាន 再回头呢，已经是百年生了。 ហើយបើសិនយើងគិតថាចង់ស្ដាយព្រោះចង់ត្រឡប់មកវិញគឺ
វាឡងផុតទៅរងប្រឆ្នាំទៅហើយ在《请坛经》里面呢，有一句话说，នៅក្នុងគម្ពីរឈិនឋានជីងគឺមានពាក្យមួយលើកឡើងថា你若失了此机会，万八载难生还。បើសិនជាអ្នកធ្វើឲ្យបាត់បង់ឱកាសនេះនោះអ្នកនឹងត្រូវការប្របាកជួបឡើងរាប់រយរាប់ម៉ឺនឆ្នាំក្រោយទៀតទើបអាចជួបមហាធម៌នេះបាន如果我们自己坠落呢，还是一个小事情。បើសិនជាយើងខ្លួនឯងធ្លាក់តែម្នាក់ឯងចុះទៅវាជារឿងតូចតាចទេ但是呢，连累到我们的九贤七祖，那才是大事情啊。ក៏ប៉ុន្តែយើងនាំទុកទៅដល់ដូនតារបស់យើងកូនចៅរបស់យើងជំនាន់ក្រោយអានឹងគឺជារឿងធំ所以有一句话说，玉不琢不成器。ដូច្នេះបានជាមានពាក្យមួយនិយាយថាគុជមិនឆ្នៃគឺមិនខ្លាចទៅជារបស់មានតម្លៃនោះទេ这个玉刚出土的时候呢，非常的灰灰暗暗的。ដូច្នេះគុជមួយគ្រាប់នេះពេលដែលទើបតែគួរកកាយវាចេញមកគឺវាពោពេញទៅដោយភាពប្រឡាក់ប្រឡូសគឺវាមិនស្អាតនោះទេ你要去琢，要去磨啊，យើងត្រូវទៅលុបទៅដំទៅឆ្កឹះទៅឈ្មៀវា它才会光烁烁的，ទើបវាអាចចេញពន្លឺដល់ភ្លឺចែកចាំងមកបាន成为一个值钱的东西，ទើបវាខ្លាចជារបស់ដែលមានតម្លៃ成为一个非常漂亮的成品。ទើបវាខ្លាចជារបស់ផលិតផលមួយដ៏ស្រស់ស្អាត那金不炼呢，不值钱啊。ហើយបើសិនជាមាសបើមិនលុបវាក៏វាគ្មានតម្លៃដែរ这个金子呢，要经过那个大火的淬炼，មាសតើតែយើងយកភ្លើងហ្នឹងមកដុតវារំលាយ才成为一个值钱的东西。ទើបវាអាចខ្លាចទៅជាមាសដ៏មានតម្លៃបាន现在金价贵不贵？ឥឡូវមាសឡើងថ្លៃអត់非常的贵。បានថ្លៃមែនតែយកតែហ្មង金是怎么来的？មាសមកពីណា经过那个火炼过了。គឺយើងត្រូវឆ្លងកាត់លុបដំដោយប្រើភ្លើងទៅដុតវាឡើងមក所以我们的师尊老大人就慈悲讲了一句话。ដូច្នេះបានជាព្រះបរមគ្រូសិស្សជនព្រះអង្គនៃយើងក៏មានក្តីមេត្តាករុណាសម្ដែងនៅពាក្យមួយថា他说良农不会水旱而不耕。ព្រះអង្គបានសម្ដែងថាកសិករមិនដោយសារតែភាពរាំងស្ងួតហើយមិនធ្វើស្រែនោះទេ这句话是什么意思呢？ពាក្យមួយនេះតើមានន័យថាម៉េចទៅ哪一位坛主讲师可以回答？ម្ចាស់ស្ដេចក៏ដូចជាអធិប្បាយធម៌រូបណាដែលអាចឆ្លើយតបបាន有吗？មានទេ啊？បាទ踊跃的欢迎。បាទបាទហើយក្នុងការបញ្ចេញមតិយោបល់ទៅ良农不为水旱而不耕的意思就是说，一个真诚修道的人不会讨厌而也不会那些困难让他推迟这样。讲师慈悲，农是什么？良农就是农民，农夫，农夫就是做田的人。对。那一个优秀的农夫呢，他不会因为水灾还是旱灾呢，他不去耕种。对。好，掌声鼓励一下。这就是什么？台上和台下的互动。បាទនេះគឺគេហៅថាភាពទំនាក់ទំនងគ្នារវាងអ្នកលើវេទិកានិងក្រោមវេទិកា非常优秀的បាទគឺអែមមែនតើ好，再来。两股不会折对而不是。បាទចំពោះអ្នកអុកស៊ីវិញមិនដោយសារតែពុនថ្លៃហើយអត់ទៅធ្វើការរកស៊ីនោះទេ一个非常优良的生意人，图就是生意人。បាទសម្រាប់អ្នកដែលអ្នកជំនួយបាទសម្រាប់អ្នកជំនួយដ៏ល្អមួយរូប折对呢，就是说东西折价的。មិនមែនថាដោយសារតែរបស់ហ្នឹងគឺគេបញ្ចុះតម្លៃ那折价了以后呢，这个利润非常的少。ដល់ពេលរបស់ហ្នឹងតែវាបញ្ចុះតម្លៃវាថោកតែថាផលចំណេញតិចតិច但是一个生意人呢，他还是要做买卖。ក៏ប៉ុន្តែទោះបីជាផលចំណេញតិចអ្នករកស៊ីហ្នឹងអ្នកជំនួយហ្នឹងគាត់នៅត្រូវការធ្វើការរកស៊ីដដែល所以一个四君子呢，不为困穷而拜夫道。ហើយចំពោះអគ្គបរមមួយរូបអ្នកសិក្សារៀនសូត្រមួយរូបមិនដោយសារតែក្រីក្រលំបាកវេទនាហើយធ្វើអ្វីដែលខ្វះចាកអំពីព្រះធម៌នោះទេ四
是君子呢，就是说一个修道人。ចំពោះពាក្យថាសិជឿនជឿនឹងគឺមានន័យថាអ្នកសាងបដិបត្តិធម៌មួយរូប这个困呢就是困难。ហើយខុននឹងមានន័យថា困難គឺការលំបាក他的生活非常的穷困，ហើយជីវភាពរស់នៅរបស់គាត់គឺក្រីក្រលំបាកដល់យ៉ាង不会因为这样来产生一个懈怠。មិនមែនដោយសារតែរឿងក្រីក្រលំបាកដល់យ៉ាងធ្វើឲ្យគាត់មានភាពខ្ជិលច្រអូសនោះទេ而不去修梵道。ហើយមិនទៅសាងបដិបត្តិធម៌នោះឡើយ所以修道就是要始终如一。ដូច្នេះអ្នកសាងបដិបត្តិធម៌ត្រូវសាងពីដើមឲ្យដល់ទីបញ្ចប់各位坛主讲师，我们都听过一个故事。ម្ចាស់អាសនៈក៏ដូចជារៀបចំទាំងអស់គ្នាចាំសិនទាំងអស់គ្នាយើងសើធ្លាប់តាមរឿងមួយ有一块木头，មានឈើមួយដុំ它分成两部分。វាបែងចែកជាពីរបំណែក一部分呢刻成一尊非常尊贵的菩萨。មានឈើមួយបំណែកនោះគេយកវាទៅឆ្លាក់ចេញជាព្រះពោធិសត្វមួយអង្គ那另外一部分呢，它分割成一个非常简单的木椅。ហើយចំពោះមកបំណែកទៀតគេយកវាទៅធ្វើជាប្រទេសក្តារឈើធម្មតា请问各位坛主讲师，សូមសួរទៅដល់ឋានជួក៏ដូចជា讲师ទាំងអស់គ្នា我们愿意成为一尊的菩萨，还是那个木椅呢？តើអ្នកទាំងអស់គ្នាស្ម័គ្រចិត្តចង់ធ្វើជាព្រះពោធិសត្វឬមួយក៏ត្រូវធ្វើជាក្តារប្រទេសមួយនោះ菩萨，那个菩萨呢，经过非常多的雕琢ក៏ប៉ុន្តែព្រះពោធិសត្វត្រូវឆ្លងកាត់ការដាក់ការឆ្កឹះការឆ្កៀលការចាក់ការមុខអីច្រើនមែនទែន那木椅呢，只有简单的举刀而已。ក៏ប៉ុន្តែអាផ្ទះក្តារគាត់ទៅបាច់ផឹកហើយដាក់មកកាត់បែកច្រាមបបហើយបាត់ហើយ它的成果是不一样អញ្ចឹងលទ្ធផលវាចេញមកវាដូចគ្នា所以我们身为一个修道人，ដូច្នេះយើងជាអ្នកសាងបដិបត្តិធម៌មួយរូប我们要了解យើងត្រូវយល់ថា人世间呢，就是一个修行的地方。ចំពោះឋានលោកីរបស់យើងនេះគ្រាន់តែជាទីកន្លែងសម្រាប់ឲ្យមនុស្សលោកសាងបដិបត្តិធម៌តែប៉ុណ្ណោះ为什么我们修道的路程当中，阻碍会这么样的多呢？ហើយអ្វីបាននៅក្នុងដំណើរនៃការសាងបដិបត្តិធម៌របស់យើងមានការជួបនូវឧបសគ្គនិងការប្រឡងច្រើនយ៉ាងនេះ其实呢，有一些是我们本身的因果业力。ការប្រទៅទាំងអស់នេះឧបសគ្គទាំងអស់នេះគឺសុទ្ធតែកើតចេញអំពីកម្មផលនិងកម្មពៀវេរារបស់យើងដែលបានជាប់មកជាមួយយើងកាលពីអតីតជាតិមកម្ល៉េះ所以我们在修行的当中，接纳所有的人事物。ដូច្នេះហើយបានជានៅក្នុងដំណើរនៃការកសាងបដិបត្តិធម៌របស់យើងគឺមានការជួបប្រទះជាមួយនឹងមនុស្សរឿងហេតុនិងបញ្ហាជាច្រើន我们遇到的人យើងបានជួបជាមួយនឹងមនុស្សម្នាគ្រប់គ្នា遇到的事情ជួបប្រទះជាមួយនឹងការងារផ្សេងៗ我们都要去接纳យើងត្រូវតែទទួលយកនៅរឿងហេតុទាំងអស់នោះ遇到好的我们要见贤思齐នៅពេលដែលយើងជួបអ្វីដែលល្អយើងឃើញថាត្រូវរៀនសូត្រតាម遇到不好的呢ហើយបើយើងជួបអ្វីដែលមិនល្អ我们自己要反省ចឹងយើងត្រូវក្រើនរំលឹកខ្លួនឯង好像我们早上我们的主班点师所讲的我们要慎独ដូចជាព្រឹកមិញ主បាន点师ក៏បានលើកឡើងថាឲ្យយើងមានការប្រុងប្រយ័ត្ននៅក្នុងការសិក្សារៀនសូត្រ我们要主静存诚យើងត្រូវមានការរក្សានូវសទ្ធារបស់យើងឲ្យបានល្អ什么叫做主静存诚呢អ្វីទៅដែលហៅថា主静存诚我们的心中要有这个主见នៅក្នុងចិត្តរបស់យើងត្រូវតែមានគំនិតផ្ទាល់ខ្លួនមួយ我们的主见是什么呢គំនិតផ្ទាល់ខ្លួនរបស់យើងនោះគឺជាអ្វី我们要尊敬先佛គឺយើងមានការគោរពចំពោះអង្គព្រះ我们要奉行真理ហើយយើងត្រូវផ្សព្វផ្សាយអំពីសច្ចធម៌ពិត那纯诚是什么意思呢纯诚នឹងមានន័យថាម៉េច存着我们真诚的心គឺរក្សានៅចិត្តសទ្ធាជ្រះថ្លារបស់យើង来对待一切的人事物ដើម្បីមកទំនាក់ទំនងចំពោះរឿងហេតុនិងកិច្ចការងារទាំងឡាយលើលោក不要斤斤计较កុំទៅប្រកែប្រកាន់ច្រើនពេក得过且过អ្វីដែលឃើញហើយកន្លងផុតទៅឲ្យវាផុតទៅចោល人生的这个路程呢岁月不是非常的长ចំពោះដំណើរក្នុងឆាកជីវិតរបស់មនុស្សយើងគ្រប់គ្នាគឺវាមិនវែងទេ我们要将我们的心性呢磨练成为一个标准的修道人ដូច្នេះយើងត្រូវលុបដំនៅផ្លូវចិត្តរបស់យើងដើម្បីឲ្យខ្លាយទៅជាអ្នកសាងបដិបត្តិធម៌មួយរូបដែលត្រូវស្តង់ដារ达到这个六根清净ដើម្បីឲ្យឫសគល់ទាំង6របស់យើងជ្រះស្រឡះនិងស្អាតបាត什么是六根អ្វីទៅដែលហៅថាឫសគល់ទាំង6
好，后续来回答。 បាទ បាទ អ្នកគ្រូ 六根呢，就是我们的眼、耳、鼻、舌、身、意。 បាទ ឬគោលទាំង6ហ្នឹងគឺផ្នែកច្រមុះមាត់តិចរូបរាងកាយនិងចិត្តគំនិតរបស់យើងនឹងឯង 我们要六根清净。 អញ្ចឹងឬគោលទាំង6នេះត្រូវតែជ្រះស្រឡះទៅស្អាតបាទ 如果我们的六根不清净呢，我们就是用杂念、用妄想的心呢来修持着，来做一个修持。 ហើយបើសិនរឿងគោលទាំង6នេះមិនជ្រះស្រឡះមិនស្អាតបាតទេនោះនឹងធ្វើឲ្យដំណើរនៃការកសាងបរិបត្តិធម៌របស់យើងយកនៅគំនិតរវើរវាយការគិតមន្ទិលពណ៌ផ្កាយទាំងឡាយនេះយកមកសាងបរិបត្តិធម៌ជាជាមិនខាន 请问那是修道的吗？ ហើយសួរថាបើសិនជាអញ្ចឹងដដែលនេះហៅអ្នកសាងធម៌អត់ 所以我们修道呢，就是要六根清净，我们的思想呢非常的重要。 ដូច្នេះហើយយើងជាអ្នកសាងបរិបត្តិធម៌ត្រូវលះនៅគំនិតឬគោលទាំង6របស់យើងឲ្យបានស្អាតបាតឲ្យដើម្បីឲ្យយើងរក្សាឲ្យចិត្តរបស់យើងជ្រះថ្លា 环境永远不会十全十美的。 ស្ថានភាពនៃការរស់នៅវាមិនអាចល្អ perfect នោះទេ 一个聪明的人，他会转变； មនុស្សដែលមានភាពវៃឆ្លាតគាត់ចេះផ្លាស់ប្ដូរផ្នត់គំនិត 一个厉害的人，他会放下； ហើយមនុស្សដែលពូកែគាត់ចេះដាក់ចុះ 一个顶端的人，他会逆向思考。 ហើយបើមនុស្សដែលមានភាពត្រឹមត្រូវទៀងត្រង់គាត់ចេះគំនិតគិតអ្វីដែលផ្ទុយពីអ្វីដែលការគេគិត 什么是逆向思考？ អ្វីទៅដែលហៅថាការគំនិតដែលគិតផ្ទុយពីអ្វីដែលគេគិត 在逆境的当中，我们要思考一下。 នៅពេលដែលយើងស្ថិតនៅក្នុងស្ថានភាពមួយដែលអសមប្រកបពេលហ្នឹងយើងត្រូវការគិតពិចារណាឡើងវិញ 我们有什么地方做的不对呢？ យើងមានកន្លែងណាដែលយើងធ្វើទៅវាមិនទាន់បានល្អ 所以有句话说，上山呢非常的困难，下山呢非常的容易啊。 ដូច្នេះហើយបានជាមានពាក្យមួយនិយាយថាយើងឡើងភ្នំគឺវាពិបាកប៉ុន្តែចុះពីលើភ្នំមកគឺវាមានភាពងាយស្រួលយ៉ាងខ្លាំង 我们的师尊老大人跟我们说，修道好像呢在上山一样。 ដូច្នេះព្រះបរមគ្រូសិជនព្រះអង្គនិយាយក៏បានសម្ដែងប្រាប់ដល់យើងទាំងអស់គ្នាថាការដែលយើងសាងធម៌គឺប្រៀបដូចជាយើងឡើងភ្នំអញ្ចឹង 那上山呢非常的困难，一步一脚印。 ចឹងឡើងភ្នំវាពិបាកវាហត់នឿយមួយជំហានត្រូវតែប្រញាប់ប្រញាល់ 但是呢，你要下山非常的容易。 ហើយប៉ុន្តែបើសិនយើងចង់ចុះពីលើភ្នំអាហ្នឹងវាស្រួលទេ 所以在累世的轮回当中，我们有千载难逢的机会。 ដូច្នេះនៅក្នុងការដែលយើងរស់នៅក្នុងវាលវត្តសង្សារនេះយើងមានឱកាសមួយដែលយើងកម្រនឹងបានជួបប្រទះ 我们能够来得到，我们能够来修办道。 ឱកាសមួយនោះគឺយើងទាំងអស់គ្នាអាចបានមកទទួលពធហើយអាចបានមកសាងបរិបត្តិធម៌ 而且我们要担任我们道中的重要的干部。 ហើយជាងនេះទៅទៀតយើងថែមតែមានការរ៉ាប់រងនៅទួនាទីក៏ដូចជាបេក្ខកិច្ចសំខាន់នៅក្នុងអង្គធម្មឋានទៀត 我们都是坛主讲师。 យើងសុទ្ធតែជាម្ចាស់អាសនៈក៏ដូចជាគ្រូអធិប្បាយធម៌ 那后学请问大家， អ្នកគ្រូសូមសួរអ្នកទាំងអស់គ្នា 难道我们心甘情愿被事业、被亲情、被名利、被感情绑住吗？ តើយើងស្ម័គ្រចិត្តឬក្នុងការដែលឲ្យមនោសញ្ចេតនាមុខរបរមុខជំនួញឬក៏រឿងការងារលើលោកីនេះចងជាប់នៅចិត្តរបស់យើងមិនឲ្យយើងមកសាងបរិបត្តិធម៌តែយើងស្ម័គ្រចិត្តអញ្ចឹងមែនទេ 所以被这些绑住了以后，来放弃我们行功了愿的机会，那是非常可惜的事情。 ហើយបើសិនជាយើងទាំងអស់គ្នាស្ម័គ្រចិត្តឲ្យនៅចំណងទាំងអស់នេះចងរឹតយើងទាំងអស់គ្នានោះមិនឲ្យយើងមកសាងបរិបត្តិធម៌គឺជារឿងមួយដែលគួរឲ្យសោកស្ដាយបំផុត 难道我们愿意为一些不如意的模考和挫折，将我们过去辛辛苦苦建立的功德完全一笔勾销 តើ 吗？ យើងស្ម័គ្រចិត្តឬដែលដោយសារតែការប្រឡងតែអសមប្រកបទាំងអស់នឹងហើយធ្វើឲ្យយើងរារែកមិនបោះជំហានចូលមកក្នុងផ្លូវនៃការកសាងបរិបត្តិធម៌នេះតើយើងស្ម័គ្រចិត្តឬ 相信我们一定不愿意。 ជឿជាក់ថាពួកយើងមិនស្ម័គ្រចិត្តនោះទេ 所以修道呢是自己走出来的。 ដូច្នេះការសាងធម៌គឺយើងបោះជំហានដើរចេញមកឲ្យខ្លួនឯង 将来的成就呢，也是自己所选择的。 ផលសម្រាប់នៅថ្ងៃអនាគតក៏ជាជំរឿនរបស់យើងខ្លួនឯងជាអ្នកជ្រើសរើសដែរ 只有我们坚定的志向，才能够达成目标。 ឲ្យតែយើងមាននៅឆន្ទៈមួយដ៏មុតមាំនោះយើងប្រកាសជាអាចបោះជំហានឆ្ពោះទៅកាន់គោលដៅរបស់យើងជាក់ជាមិនខាន 所
所以这个模考为什么会降在我们的身上？ ហើយចំពោះមាប្រឡងទាំងអស់ហ្នឹងហេតុអីបានជាតម្លាក់មកចំនៅលើខ្លួនយើងទាំងអស់គ្នាជាអ្នកសាងបដិបត្តិធម៌អញ្ចឹង 因为它有4种的含义。 ពីព្រោះថាវាមានបង្កប់នៅអត្ថន័យ4ចំណុចនៅក្នុងនោះ 第一种呢，就是要辨昏真伪啊。 ទី1គឺដើម្បីបែងចែកថាអ្វីពិតអ្វីខ្លាំងខ្លាំង 为什么会有模考呢？ ហេតុអីបានត្រូវមានមាប្រឡង 如果没有模考，那些在烟花酒馆的人，他也能够来成道。 ហើយបើសិនជាអត់មានមាប្រឡងទេអាអ្នកវូកឬនឹងស្រីស្រាទោកំហឹងអីអស់ហ្នឹងក៏អាចសាងធម៌សម្រាប់អស់ហើយ 那天理何在呢？ អញ្ចឹងសួរថាមានច្បាប់ឋានលើមកទៅអីទៀត 所以没有模考呢，不能分出我们的真心和这个假意。 ហើយបើសិនជាអត់មានមាប្រឡងទេនោះយើងមិនអាចបែងចែកដឹងច្បាស់ថាអ្នកណាមានសទ្ធាពិតប្រាកដអ្នកណាមានគំនិតខ្លាំងខ្លាយនោះទេ 我们将来都想做莲台的国会， អនាគតយើងសពតែចង់គុំនៅលើបល្ល័ង្កផ្កាឈូក 但是一定要真本事、真功德。 ក៏ប៉ុន្តែយើងត្រូវតែមានសមត្ថភាពពិតប្រាកដត្រូវមានមាសផលកសលផលបុណ្យពិតប្រាកដ 现在天时非常的紧迫， បច្ចុប្បន្ននេះទេសកាលមានការប្រថុយនៅយ៉ាងខ្លាំង 已经到最后的一刹那， ឬដល់ឈានទៅដល់ជំហានចុងក្រោយហើយ 大劫大难、大清算、大审判。 អញ្ចឹងគឺមានមហាសម័យមហាទូទាត់មហាគេហៅថាសងព្រាមអញ្ចឹងគឺវាមកដល់ព្រាមហើយ 那这些灾难呢，已经在我们的眼前。 ហើយចំពោះគ្រោះមហន្តរាយទាំងអស់នោះឥឡូវវាលេចឡើងនៅចំពោះមុខរបស់យើងទាំងអស់គ្នាហើយ 但是我们的修道者呢， ប៉ុន្តែយើងជាអ្នកសាងបដិបត្តិធម៌វិញណា 还是没有办法分出这个真心和假意。 នៅតែមិនទាន់មានមធ្យោបាយណាក្នុងការបែងចែកថាអ្នកណាមានគំនិតសទ្ធាជ្រះថ្លាពិតប្រាកដអ្នកណាមានគំនិតខ្លាំងខ្លាយ 台湾有一句话说， ហើយវត្តមានពាក្យមួយនិយាយថា 这个稻子呢，大风如果吹过来， ចំពោះគួរស្រូវហ្នឹងណាបើសិនជាខ្យល់បក់មកខ្លាំង 有种子的会留下来， ចំពោះពូជល្អហ្នឹងវាប្រកាសជានៅតោងជាប់នៅហ្នឹងហើយ 没有种子的呢，它会吹掉。 តែបើអាណាដែលពូជវាអត់ល្អហ្នឹងវាហេតុអត់ជាប់ហ្នឹងគឺវាអត់ឈូសចេញអត់ទាំងអស់ 这个叫做淘汰不良。 អានេះគេហៅថាការជំរុញចោលនៅអ្វីដែលមិនល្អ 在佛堂的当中，我们叫做意识分班啊。 ហើយនៅក្នុងអង្គធម្មឋានយើងហ្នឹងគឺគេនិយាយថាថ្មនិងគុជហ្នឹងគឺគេបែងចែកគ្នាឲ្យដាច់ 所以修道千万呢，不要三心二意。 ហើយយើងជាអ្នកសាងបដិបត្តិធម៌ដាច់ខាតទៅកុំឲ្យមានគំនិតនិងរវើរវាច្រើនពេក 要有应景的精神。 យើងត្រូវតែមានស្មារតីមួយដ៏មុតមាំអង្អាច 什么叫做应景的精 អ្វី 神？ ទៅគេហៅថាស្មារតីដែលមុតមាំនិងអង្អាច 那是一句客家话。 ហ្នឹងគឺជាភាសារបស់គាត់និយាយគឺខជាហត់ 那个景字啊，不要软软的， ហ្នឹងវាថានេះឆ្អឹងកងរបស់យើងហ្នឹងគឺកុំឲ្យវាទន់ណា 景字， បាទឆ្អឹងកងរបស់យើងហ្នឹងបាទកុំឲ្យវា 不要随便的低头。 បាទកុំឲ្យឈ្ងោកចឹងកុំឲ្យឈ្ងោកចឹងរហូតណា 遇到不好的环境，不要随便的低头。 នៅពេលដែលជួបជាមួយនឹងស្ថានភាពអីមួយយើងកុំចោះចាញ់យើងកុំឈ្មោះក្បាលនឹងស្ថានភាពទាំងអស់ហ្នឹង 我们只要认定我们的目标， ឲ្យតែយើងច្បាស់អំពីគោលដៅរបស់យើង 一步一脚印。 មួយជំនាញហ្នឹងឲ្យច្បាស់លាស់ 所以在道场的当中，我们现在人事的问题非常的多。 ដូច្នេះនៅក្នុងអង្គធម្មឋានយើងទាំងអស់គ្នាក៏ដឹងស្រាប់ថាកិច្ចការងារមនុស្សលោកហ្នឹងគឺវាមានច្រើនមែនតើ 那上天用种种的模考来分出我们的心智。 ដូច្នេះហើយបានជាឋានលើបានទម្លាក់ចុះនៅវិញ្ញាសាប្រឡងជាច្រើនដើម្បីមកបែងចែកថាអ្វីពិតអ្វីខ្លាំងខ្លាយ 这是一个关键的时刻， នេះហើយគឺជាកលៈទេសៈមួយដ៏សំខាន់បំផុត 我们千万不要50成道40醉。 យើងដាច់ខាតកុំឲ្យថាម៉ោង12ត្រូវត្រាស់ហើយចាំម៉ោង11ធ្លាក់ក្ដុក 本来你在50的时候就可以成道 ដល់ 了， ដល់ម៉ោង12ត្រូវត្រាស់ហើយហ្នឹងណា 但是在40的时候，你的心力已经转变了。 ក៏ប៉ុន្តែស្រាប់តែម៉ោង11គំនិតយើងផ្លាស់ប្ដូរហើយគាត់ថាជើងបាច់សាងធ្លាក់ក្ដុក 那这样会成道吗 អញ្ចឹងសម្រាប់ធម៌បានអត់ 如果这样，就太可怜了， បើ 对不对？ បើអញ្ចឹងមែនគាត់ជាសោកស្ដាយគាត់ជាអនាធម៌ខ្លាំងណាស់ 这就是分真伪啊， នេះហើយគេហៅថាបែងចែកអ្វីពិតអ្វីខ្លាំងខ្លាយ 真心
ปัดจัดปัด 为假意。 คลายคล้ายกลุ่มนัดคลายคลาย 好，第二点就是相湮灭。 ที่ปีกหาทารุมดอกครูรุมโลกังเปีย 我们从我们有生以来， จัดตังปีเปแต่ยังมีกลุ่มนัดเลยหรือไงดี 轮回转世已经6万多年。 วนในครองเวียวัตสังสารนี้อ๋ออยากเป็นเชียนประมวยเมื่อชนะหมดข้าว 我们的冤欠债欠非常的多， มันจากการปีระบอเยอะนั่นคือมีจานหนึ่งแต่ 好像山那么样的高，海那么样的深。 เจอคือเวียนทงเจอโดยจีสมมติทงพิมพ์ไปด้วยจิตนมเจอ 我们现在来得到，我们要了脱生死的轮回。 หาเยอะมาตัวตัวตัวนี้คือดับไปเอาอย่างรุ่ยพอดอมปีกาเบอร์สลับในขนมเวียวัตสังสารในสมุดตกนี้ 模考呢，就是要考验我们的心智。 มีพร้อมคือดับไปมาพร้อมในชัดชัดในการสร้างท่อระบอเยอะนั่นไง 经过一次的模考呢，修了了一份的冤欠。 ชอบกัดในการปลอบปานมาแบบนักการในทางยันการพบในกับแหล่งการนักบานมวยกับรัฐ 渐渐的，我们的冤欠呢就减轻了。 มันเต้นมาดองมาจากการเปลี่ยนระบอเยอะกันแต่การบัดทอยแต่เติม 过去呢，我们的古圣先佛都是受到模考才能够补练，才能够成正成贤。 จำพวกองเปรียอริยบุคคลการปีสมัยโบราณสแต่ชอบกัดในการปลงจีจ้าให้คัดคอมปรังปลายสร้างปฏิบัติประท้วงเติมอาสำหรับคลายเป็นเจี๊ยองเปรียบาน 请问我们有看过《七真传》吗？ สมสู้เนี่ยแต่น้องคลีมีได้พลมือเรื่องเตวดาแตงผมเบาอ่างเหรอ 七真人 แต่หาทัดอ่างเตแตงผมเบาอ่างนะ 没有，没有。 เสียละแต่ถอยละที่อ่างเตแต่ 好，那后学稍微的介绍一 แล้ว 下。 เนี่ยครูสมบัติเด็กครูอะไรเดี๋ยวมาเรียนวันนั้นสิ 其中呢，有一位叫做邱真人， ขนมจะหนาวแตงผมเบาอ่างนั่งเมียหมอชวนหาเชี่ยวเจนเหริน 他修道的时候非常的辛苦。 เป็นวัดสร้างจะบอกว่าคือปะปะเวทนีจีข้าง 他大二72次， วัดมหาเรียนไปกับเว้นคือจัดสปีดอ 小二呢不计其数， มาอ่านเรื่องติดนะอ่านเรื่องติดก็คือว่าเหมือนอ่ะ 但是他认真的行功表现， ก็มาได้กว่าจีเยียมคัดคอมปรังเทอร์บอลบอจ้ะ 终于成为七真人之一。 รัฐบาลจงกล้าก็สำหรับคลายจีองเต็มมุ้ยคำจำนำองเต็มแดงแบบปีอ่ะ 他受老母娘册封的时候，讲了一句话， หรือไปแต่กว่าตัวบางเลยกาพนันอะไรอย่างนี้มุ้ยเสลียกว่าต้องไปต้องกกับบ้านในเย็นเปียมุ้ยค่ะ 他非常感叹的说， กว่าบ้านในเย็นได้สิ่งใดสมัยค่ะ 恳求老母娘说，以后修道的人不要像我这么样的苦啊。 บ้านโอ้สูท่านะคนตื่นอย่ามาได้เลยเอาอยากสร้างทอดตะก้อของเอาเวทนี้โดยจิตยงจังไอ 能够承受得住的人没有几个人， เป็นแต่ไอ้ตัวจังบานะมันเมียประมาณเนี่ยรู้เต้ 所以我们现在修道呢，模考已经非常的少。 โดยฉะนั้นบ้านเยอะกันเลยนะงาสร้างทอมเซอร์เมียนมีใช้คลางรู้เต้ 还有一位叫做孙真人， เมียนเลยมาอ้อมเตี้ยชั่วทาซุนเจนเหริน 他是一位坤道， กว่าคือเจียเนี่ยอ้อมเตี้ยแต่เจียวนี่รี 他的师傅呢交代他要去某一个地方呢来休息， เป็นน้องคนนี้ที่แบบกว่าทายกว่าเตยกับไหลน้ำมุ้ยแต่ใบซางพื้นตางครูนยังได้ 但是他的师傅呢看了他以后摇摇头， เป็นจังแบบกว่าตะดองไหลขู่กว่าเคยกว่าจังคือกวีกบาจังหมอ 他说你长得这么样的美， เนี่ยไอ้สะอาดไอ้ก็สะอาดอย่างนั้น 你要去那么远的地方休息， ถ้าเตยสร้างไหนก็ไหลเนี่ยนักเสีย 你在半路上就会遇到危险的， ไงแต่เตยนึกตาเพลิดทำเตยจูบจุ่มวันหูทนา 你还是不要去好。 กลมเตยนั่นไปหล่อเชี่ยง 他的师傅为他好， จังขู่กับทาเธอจังไปหล่อถูกกว่า 怕他遇到危险， คลายกว่าจูบหูทนา 那他怎么办呢？ จังก็เธอมาเยอะ 要来表示他的决心。 ดำใบเหมือนเช่นเนยสิกระเด็นพนักงานจังหลงมุดม่วงระบอกว่า 他用了一锅油， จำเป็นนั่งกวนกับบานขบวนเลยผีเหมือนฉะนั้น 那油的下面呢，就是那个用大火啊，一直烧滚。 กวนกับบานโดนผีคลายนั่งหมักเทียมโดนไตหลังผู้คนจังนั้น 滚了以后，他用一些冷水下去， ดอกเป้ผู้คนให้กับยอดตักน้ำจัดโจรช่วย 会怎样？ ไปจังด้วยไหม
看出来。他的脸ទៀត 这样， ចង់គាត់យកមុខគាត់ដាក់trongទៀតក្នុងផាច់ពេញមុខចឹងទៅ 他的脸怎样？ មុខគាត់ស្អាតទេទេ 会容的。 បាទគឺខូចសម្រស់ហើយ 他的师傅看到这种情形， ពេលគ្រូរបស់គាត់មើលឃើញស្ថានភាពអញ្ចឹងណា 真的不简单啊。 មិនងាយទេ 所以他就认真的去修行。 អញ្ចឹងគាត់ក៏ខិតខំប្រឹងប្រែងទៅសាងបរិបទធម៌យ៉ាងល្អបើយើងវិញមិនហ៊ានណា 最后成为七真之一。 ដល់ចឹងចុងក្រោយទើបសម្រេចខ្លាចទៅជាអង្គទេពមួយក្នុងចំណោមអង្គទេពទាំង7អង្គ 他们的修行苦不苦啊？ ការសាងបរិបទធម៌របស់ពួកគាត់លំបាកអត់ 我们现在有那么苦吗？ ហើយយើងឥឡូវនេះពិបាកស្មើគាត់អត់ 这样你们会容，你们愿意吗？ បើឲ្យយើងនឹងបំផ្លាញសម្រាប់ខ្លួនឯងព្រមទេ 敢，对不对？ អត់ព្រមទេ 好，再来第三点呢，化秉性。 បាទទី3កែប្រែនៅទម្លាប់ក៏ដូចជាចរិតមិនល្អ 我们的人的本性呢，非常的善良。 ចំពោះចិត្តញៀនដើមរបស់យើងដើមឡើយគឺស្លូតបូតនោះទេ 有句话说，人之初呢，哎， បាទវាពាក្យមួយនិយាយថាមកចិត្តញៀនដើមរបស់មនុស្សយើងគឺស្លូតបូតណាស់ 但是我们来到世间以后，轮回太久了， ក៏ប៉ុន្តែយើងចង់មកចាប់កំណើតនៅលោកកៃនេះវល់វល់យូរពេកហើយ 气柄所激，故意所逼。 ដល់ពេលចាំទម្លាប់អាក្រក់និងចរិតឆេវឆាវជាច្រើននឹងវាបានផ្សំឡើងពោពេញរុំនៅចិត្តញៀនរបស់យើងចិត្ត 我们有这个情绪的欲望， ដល់ពេលចឹងចាប់ផ្ដើមមានអារម្មណ៍មានចំណង់កើតឡើងណា 有什么情绪的欲望呢？ មានចំណង់អារម្មណ៍អីកើតឡើងខ្លះ 见到色欲的时候怎么样？ មើលឃើញនៅរូបសម្រស់អីចឹងទៅយើងមានអារម្មណ៍ហ្មង 想贪。 ចង់បាន 这个色欲不是男女之间的色欲， ចំពោះរូបសម្រស់ទាំងអស់ហ្នឹងមិនមែនសំដៅទៅលើថាប្រុសហើយស្រីទេ 是世间的五花十色。 គឺរូបសម្រស់ខាងក្រៅនៅដែលយើងមើលទៅលើរបស់របរគ្រប់សពបែបយ៉ាងអ្វីដែលជាសម្រស់មើលឃើញខាងក្រៅហ្នឹងឯង 见到这个财力呢，就想要来夺抢夺啊。 មើលឃើញផលប្រយោជន៍ហ្នឹងចង់ណាចង់ទាញយកចង់ដណ្ដើមយកមកហើយ 被我们的身体所操控， ពេលហ្នឹងធ្វើឲ្យរាងកាយនេះវាគ្រប់គ្រងដល់ចិត្តញៀនរបស់យើងវិញណា 我们理性已经控制不了自己 ដល់ 了。 ពេលចឹងធ្វើឲ្យចិត្តញៀនរបស់យើងហ្នឹងវាមិនអាចគ្រប់គ្រងលើខ្លួនឯងបាននោះទេ 这叫做情绪的欲望。 អានេះហើយគេហៅថាចំណង់នៃអារម្មណ៍របស់យើង 还有一种习性的障碍。 ហើយមួយទៀតគេហៅថាឧបសគ្គនៃទម្លាប់អាក្រក់ 什么叫做习性呢？ អ្វីទៅគេហៅថាទម្លាប់អាក្រក់ 因为地理环境的不同， ដោយសារតែស្ថានភាពទីកន្លែងហ្នឹងមិនដូចគ្នា 每一个人的家庭环境不同， ស្ថានភាពគ្រួសារនីមួយៗក៏មិនដូចគ្នា 人会产生不同的脾气， ដល់ពេលចឹងធ្វើឲ្យមនុស្សកើតមកមានចរិតខុសៗគ្នា 所以种种的毛病 ដូច្នេះហើយវាអាចទម្លាប់មិនល្អជាច្រើនទាំងអស់ណា 来障碍我们， វាធ្វើឲ្យមានការរាំងស្ទះដល់យើងទាំងអស់គ្នា 所以才有一句话说：只要我喜欢， ដូច្នេះបាទជំរាបពាក្យមួយនិយាយថាឲ្យតែខ្ញុំចង់បានឲ្យតែខ្ញុំស្រឡាញ់ 下一句呢， បន្តទៅទៀតតមក 有什么不可以？ មានអីដែលខ្ញុំធ្វើមិនបាន 这就是习性的障 អា 碍。 នោះហើយគេហៅថាឧបសគ្គនៃចរិតយើងទម្លាប់របស់យើងឯង 再来就是自私的偏见， មួយទៀតគេហៅថាគំនិតដែលយល់ឃើញថាខ្លួនឯងស្អីក៏ត្រូវដែរ 因为我们的气质呢不清明啊， ដោយសារតែឆន្ទៈរបស់យើងអត់ច្បាស់លាស់ 我们的思想呢非常的糊涂， ហើយគំនិតរបស់យើងនឹងគឺល្វីល្ងើមែនតើ 心烦意乱。 ចិត្តលោកីរបស់យើងនឹងគឺវាច្បុកច្បល់យ៉ាងខ្លាំង 所以我们这些习性毛病呢，都是不符合中道。 ដល់ពេលចឹងទៅទើបទម្លាប់អាក្រក់និងចរិតផ្សេងឆេវឆាវរបស់យើងនឹងគឺវាមិនស័ក្តិសមជាមួយនៅក្នុងការសាងបរិបទប្រព័ន្ធនោះទេ 这都是污染了我们的本性。 អានេះគឺវាធ្វើឲ្យប្រឡាក់ប្រឡូសទៅដល់ចិត្តញៀនរបស់យើងទាំងអស់គ្នា 所以在修道的路上， ដូច្នេះនៅក្នុងដំណើរនៃផ្លូវសាងបរិបទប្រព័ន្ធរបស់យើង 我们要吃亏要忍辱啊。 ចឹងយើងត្រូវចេះរៀនចេះអនុញ្ញាតដល់ឱកាសឲ្យគេខ្លះទៅយើងរៀនខាត់បង់ខ្លះទៅកុំចង់តែចំណេញពេក 有句话说，吃亏就是怎么样，占便宜啊。 បាទមានពាក្យមួយនិយាយថាយើងខាត់បង់គឺជាការកេងចំណេញ 我们要忍辱， យើងត្រូវចេះមានខន្តី 不
好像我们的弥勒佛一样， đôi chỉ ra xã mình tây bỏ mình dân chăng 笑口常开。 cứ miếng phần tây từ lúc từ lý sao cả cài đàn đó 我们受到诽谤， là bây giờ những tua ban ca mua bổng khai 我们要承受的。 những cái thần từ tua ở ban vai lát của báo cho bằng tiếng báo tràn từ vậy nhé 所以这一些呢，习性毛病呢，这些秉性呢，自然就会消除啊。 cái những ai thôi chân bán luôn tùm lốp à crop trở theo trai rồi bao nhiêu mình ai cắt thôi tới mình tin đó mình tin đó đó 那某考第四个意义呢，就是定品位。 hai chồng pua mía của nó chừng nói ti buôn nó cứ đẹp đâu chừng mình tinh品味 那九品连歹呢，按照我们的功果来锁定。 bà lắng ca chú á cứ tới phong quay từ lương mẹ phó và so phong môn ba vậy là bỏ những xa khá tư bao phòng nó nên bà lắng khá tháo dương ba mà bán thế này 在我们现在白羊起的时候，三起末节， ปัจจุบันทอมกาปอซอคืออาการทาสมัยกาเพียงไปจงกัด 上天没有留下一个仙佛， ในทางเลือกเป็นบ่นซอตุกเนื้อองเปลี่ยนหมวยองนางเล่า 所有诸天的仙佛呢，都来世间大帮助道。 รถบรรดาองเปลี่ยนเทวดาต่างอ้อคือซอกไต่จ้องมาเราทางเลือกหลุดใกล้ต่ำไปช่วยจุ่มเจ้งบ่มเป็นกันการเงียบแบบคอ 在未来的时候呢， อนาคตtới 要选出3600圣48000贤。 อนาคตtớiมันเป็นการเจริญจุ่มผู้อาเดียจนไปปอนเชียงอะไรจนวิญญาณจนผมไปปอนเชียงวิญญาณบาบุญมันผมไปปอนเชียงวิญญาณจน 3600个圣人， บาใบปอนผมมวยร้อยอาเดียจน 48000个贤人， บุญมันผมไปปอนวิญญาณจน 我们都是圣贤的候选人。 ยืนคือสอดแต่เชียแกหาทางเนี่ยแต่ตรึงปานโจรเจริญฮะเชียวิญญาณจนอาเดียจนน่ะ 但是天在考，人在练。 บางคนเมฆกลุ่มปุ่มตายปลอกมนุษย์กลุ่มปุ่มตายอู้ 要选出圣贤仙佛， จังจังร้านเจริญยกบรรดาองเปรี้ยงเทวดาต่างหลาย 在这里要分出来。 ในที่นี้ถือจับดาวไปใจปราบดาวใจมา 所以我们考得过呢， จังใบจะปลอกจ้ว 享受万八点的千佛， เยอะมาก 8000。 เยอะมันซอยซอกเงินทางเนื้อต้องหม่อมเมินหม่อมเหมยร้อยชนะ 考不过呢，要等到什么时候才有这个那么好的加持？ บาปลอกเพลี้ยมันนำมาจำตอนเวลาเต้ตัวอันมีหลักการบานจูในสมัยตะการในการบานจำลองทัวยังเดิมดีเพียร 所以大家要忍耐， ฉะนั้นในแต่ละเนี้ยตรึงแต่ตรวม 不要改变我们的志向， กงกายปลายเนี่ยชันๆเตี้ยแต่มอยืนหน่อยสอบ 用我们的决心，用我们的恒心， ปลาเนี่ยจัดปัญญาระบอยืมจัดได้มีสไตล์ระเบียบนั่งนอระบอยืมนี่ 一定能够渡过难关。 ปรากฏที่อาชลองพดเนื้ออุปสรรคเป็นหลายบานเก็บจิมขัน 后学常常说过一句话： เนี่ยเขาว่าซาไตได้ในเพลงปิดมวยทัน 关关难过，关关过。 ดำนักการในมวยปีบาชองกัดก่อนได้ชองกัดพดกรบดำนักการ 今天后学站在这个台上，是不是一个关卡？ โดยจิตงานนี้เนี่ยครูโชว์ในเรื่องเวทีการมวยนี่ก่อเชี่ยดำนักการมวยได้ 刚才点是说，后学常常在讲课不会紧张， เดี๋ยวซื้อซาไตได้สนายเท้าควดอาซานใหญ่ทัวจังคืออัดไฟได้ 其实早上就在紧张 การ 了。 ปฏิบัติมันไม่จับดาวยัวด่าให้ 不要看后学现在笑眯眯的， ก็เคยทานแต่ขู่อะไรสาวหยิ่งยังยังฮะ 刚才这个手都在抖啊。 ไม่ได้ยัว 好了， กับเป็นไพ่ไหม 我们都在笑，都没有一个掌声鼓励 ไม่ 一 สน 下 ใจน้องยงไฟไหนทำไมยงมวยไหนว่ายังไฟไหน 不要脸，对不对？ ว่าเด็กได้เป็นนานนะ 这就是一个互动。 ว่านี่เอาไอ้ที่กว่าท่าพิษตอนนี้ขนมคะแนนที่นั่นเนาะ 所以吃了苦中苦呢，方为人上人。 จะมาจะมีเปลี่ยนใหญ่เปลี่ยนมวยใหญ่ท่าตัวยืนโตสูงอัดตรงในการหลงบ้าเอาบานช้ารู้ตัวยืนคลายจะใช้ของภูมิหนึ่ง 这就是我们第三个主题。 บ่านี่คือแต่ตัวจมูกเป็นบอลกว่ายืนไง 第
刚才让大家笑一下， អំបាយមិនឲ្យអ្នកទាំងអស់គ្នាស្មាយមួយ 心情不会那么的郁卒。 កុំឲ្យអារម្មណ៍របស់យើងទៅដូចយើងស្មុគពេកណា 为什么修道会有魔考 ហើយ 呢？ អីបានសានឈួរហើយត្រូវមានល្អទេអត់យល់ហ្មង 为什么我要来修道 ហើយ 呢？ អីបានខ្ញុំចាំបាច់ត្រូវមកសានឈួរ 好，因为就是这个问题，是在苦中苦，方为人上 นั่นតែ 人。 សារបញ្ហាហ្នឹងតើយើងចេះអត់ទ្រាំនឹងការលំបាកទាំងឡាយទៅយើងខ្លាចទៅជាកំពូលមនុស្ស 为什么圣人他能够成为一个圣人？ ហេតុអីបានជាអរិយជនអាចសម្រេចខ្លាចទៅជាអរិយជនមួយអង្គបាន 他善用这个环境， ដោយសារតែគាត់ចេះប្រើប្រាស់កលៈទេសៈនិងស្ថានភាពដែលគាត់រស់នៅបច្ចុប្បន្ន 他能够坚持到底。 គាត់អាចតស៊ូដល់ទីបញ្ចប់ 那一个凡夫呢， ចប់ទៅជន់វិញ 心随着这个环境在转变， ប្រែប្រួលទៅតាមកលៈទេសៈរហូតកលៈទេសៈប្រែប្រួលមិនយើងនឹងប្រែប្រួលទៅតាមអញ្ចឹងដែរ 他遇到困难的时候，他就退缩 នៅ 了。 ពេលដែលជួបជាមួយនឹងការលំបាកចាប់ផ្ដើមរៀនថយ 什么叫做吃苦呢？ អ្វីទៅគេហៅថាការអត់ទ្រាំនឹងការលំបាក 就是要用我们的劳力来为众生服务。 គឺយើងត្រូវប្រើការខិតខំប្រឹងប្រែងយ៉ាងហត់នឿយលំបាកដើម្បីជួយស្រោចស្រង់ទៅដល់សត្វលោកទាំងឡាយ 不管环境上还是生活上物质的好坏， មិនថាស្ថានភាពឬក៏ការរស់នៅល្អឬមិនល្អយ៉ាងណាក្តី 还是人情的冷暖， ឬមួយក៏កម្លាំងរបស់យើងសុខភាពរបស់យើងល្អឬមិនល្អនោះទេ 我们都不会动心， យើងមិនប្រែប្រួលនៅចិត្តឆន្ទៈរបស់យើងនោះឡើយ 我们都能够如如不动。 យើងនៅតែមានភាពនឹងណមិនប្រែប្រួលចិត្តមិនជាដាច់ខាត 好的，我们不要贪求； អ្វីដែលល្អយើងកុំទម្លុះលន់ចង់បានខ្លាំងពេក 坏的呢，我们不要起这个嗔恨，不要起这个怨恨的心。 អ្វីដែលមិនល្អយើងក៏មិនត្រូវកើតមានគំនិតខឹងក្រោធឬក៏មិនពេញចិត្តអីនោះដែរ 能够吃苦呢，我们才能够健康， តើតែយើងអាចចេះញ៉ាំល្វីងយ៉ាងនឹងទៅយើងសុខភាពល្អ 才能够增加我们的正能量。 ទើបអាចបង្កើននៅ power បង្កើននៅសមត្ថគេហៅថាចំហាយល្អរបស់យើងឡើងមកបាទ 我们的正能量已经增强了，我们的自信呢才会发光。 នៅពេលដែលគេហៅថាចំហាយសពរបស់យើងមានការកើនឡើងហើយនោះមានន័យថាអ្វីដែលយើងទៅដល់ទីកន្លែងណាក៏ដោយគឺល្អគ្រប់សពទីកន្លែង 我们的本性呢才会光妥妥，才会圆硕硕。 ហើយតអញ្ចឹងដែរទៅពុទ្ធញ្ញាណរបស់យើងហ្នឹងគឺវាអាចមានភាពពេញលេញហើយចេញចាំងពន្លឺព្រាបព្រាបតែម្ដង 我们遇到困难的时候，不要发脾气， ដល់ពេលយើងជួបជាមួយនឹងការលំបាកកុំខឹងក្រែវក្រោធច្រើនពេក 不要怨天怨地呀、 កុំបន្ទោសមេឃបន្ទោសដីបន្ទោសគេបន្ទោសឯងពេក 不要抱怨天佛为什么不保佑我们。 កុំខឹងអង្គព្រះថាមិនបានអង្គព្រះមិនថែអាសាខ្ញុំ 我们要思考要怎么去解决， យើងត្រូវគិតពិចារណាមើលថាតើយើងត្រូវទៅដោះស្រាយវាយ៉ាងដូចម្ដេច 才能够突破这个难 នោះ 关， ទើបយើងអាចឆ្លងផុតនៅឧបសគ្គនៃការលំបាកមួយនេះបាន 这样才能够开启我们的智慧， តោះតែអញ្ចឹងទើបយើងអាចបានបើកនៅបញ្ញារបស់យើងឡើងមកបាន 把我们的心性呢磨得更加的坚 ដើ 定。 ដើម្បីលុបដំនៅពុទ្ធញ្ញាណរបស់យើងឲ្យកាន់តែមានភាពភ្លឺចែងចាំងឡើងវិញទៀត 修道呢就是要磨， សាងធម៌គឺត្រូវលុបដំ 好像那个东西呢用砂纸磨过了， ដូចជារបស់មួយដែលយើងត្រូវបានយកអាដែលខាត់ទៅមកខាត់វាមកដុសវាអញ្ចឹង 才会更加的光亮， តោះតែយើងកាន់តែដុសកាន់តែខាត់វាទៅវាកាន់តែភ្លឺ 才会磨得更加的坚强。 ទោះយើងអាចដុសខាត់នៅសល់តែខ្លឹមរបស់វាតែម្ដង 磨掉我们不应该有的， យើងលុបដុសខាត់នៅអ្វីដែលយើងមិនគួរមាន 磨掉我们的棱棱角角， ដុសខាត់នៅអាកន្លែងជ្រុងដែលមុតដែលស្រួចនឹងដែលបាក់តកិច្ចគេនឹងដុសខាត់វាឲ្យចោលអស់ 我们道亲和道亲的当中， រវាងញាតិធម៌និងញាតិធម៌ 是不是有这个棱棱角角？ យើងតែងតែមានភាពបាក់តកិច្ចគ្នាមែនទេ 我看他不顺眼，他看我不顺眼， មើលគាត់មិនចូលភ្នែកទេគាត់ក៏មើលខ្ញុំមិនចូលភ្នែក 这就是棱棱角角， អាហ្នឹងហើយគេហៅថាទឹកគ្នាវាទឹកចាក់ 要磨合， អញ្ចឹងយើងត្រូវខាត់វាអាកន្លែងជុំយើងខាត់វាមកឲ្យវាអាលូមក 就好像夫妻一样，也是要磨合。 ដូចប្តីប្រពន្ធអញ្ចឹងតើតែដកខាត់ចូលគ្នាហ្នឹងបានវាត្រូវគ្នា 所以我们的孟子讲过一句话， ព្រះរាមមិនព្រះអង្គបានសម្ដែងពាក្យមួយថា 不
我们的孟子讲说，天将降大任于斯人也。 ព្រះថាលើបានប្រទាននៅអំរែកកិច្ចការងារដ៏ធំដល់បុគ្គលណាមួយ 上天要降一个重大的责任在一个人的身上。 ព្រះថាលើចង់ប្រទាននៅតួនាទីការងារដ៏សំខាន់ណាមួយទៅដល់បុគ្គលណាម្នាក់ 它是有条件的， គឺត្រូវតែមានលក្ខខណ្ឌ 有什么条件 តើ 呢？ លក្ខខណ្ឌអ្វីទៅ 必先普及心智啊， គឺត្រូវលុបដំនៅចិត្តឆន្ទៈឲ្យមុតមាំជាមុនសិន 让他的心非常受苦。 ឲ្យទឹកចិត្តរបស់គាត់ទទួលរងនៅការទុកលំបាកជាច្រើនដែលមានភាពអត់ទ្រាំ 痛苦又无奈， ហើយអាឈឺចាប់ហើយមិនដឹងថាត្រូវទៅដោះស្រាយមិនទៅធ្វើមកទៀត 然后导起筋骨， ហើយបន្តមកទៀតត្រូវឲ្យគាត់នឹងឈឺចុកចាប់ហត់នឿយវេទនាយ៉ាងខ្លាំង 让他做得非常非常的累。 ឲ្យគាត់ធ្វើការងារនេះគឺហត់នឿយខ្លាំងមែនទែន 再来二起体肤啊， ហើយបន្តមកទៀតគឺឲ្យគាត់នឹងដាច់បាយដាច់ទឹកទៀត 现在我们修道人不会饿到， ក៏តែឥឡូវយើងតែសាងធម៌គឺអត់ចេះដាច់បាយដាច់ទឹកអីទេ 像后血呢都不会饿到，看到后血都是回回胖胖。 បាទអញ្ចឹងមកឥឡូវឃើញដូចអ្នកគ្រូអត់ចេះដាច់បាយដែរឃើញអ្នកគ្រូម្ដងណាក៏ក្បាច់បាត់ដែរ 现在修道非常的幸福， ឥឡូវសាងធម៌មានលៀបសំណាងមានសុភមង្គលហើយណា 但是以前修道就不是这 ក៏ 样。 ប៉ុន្តែពីមុនណាសាងធម៌មិនមែនអញ្ចឹងទេ 在早期我们的前在修道的时候呢， កាលពីដើមមករៀនច្បងជំនាន់មុនរបស់យើងសាងធម៌ 吃素是非常困难的事情， គឺវាមានការពិបាកវេទនាជាខ្លាំង 让我们空法其身，让我们的身体都空空的，没有半点东西。 ពេលខ្លះទៅធ្វើឲ្យយើងនឹងបាច់អាហារទៀតក្នុងកាពះយើងសូម្បីអាបាយមួយគ្រាប់ក៏គ្មានដែរ 让我们的行为呢扰乱了自己的行为。 ពេលខ្លះទៅធ្វើឲ្យអារម្មណ៍របស់យើងនឹងប៉ះពាល់ទៅដល់ការធ្វើកិច្ចការងាររបស់យើងទៀតប៉ះពាល់ដល់ទង្វើរបស់យើងទៀត 因为这样呢，让我们动心冷性， ធ្វើអញ្ចឹងទៅគឺអាចធ្វើឲ្យយើងនឹងមានការឈឺចាប់នៅក្នុងចិត្តហើយវាដក់ជាប់នៅក្នុងចិត្តណា 这时候我们的心会动吗？ ដល់ពេលយើងអាវេទនាអញ្ចឹងហើយសួរចិត្តយើងប្រែហ៎ 我们能够忍得住吗？ ហើយយើងទ្រាំបានអត់ទ្រាំបានអត់ 如果过关了， បើយើងឆ្លងផុតណា 能够增加我们所不能做到的事情。 នោះយើងនឹងអាចបន្ថែមនៅអ្វីដែលកន្លងមកយើងមិនអាចធ្វើបាន 这个考验就是通过了， អញ្ចឹងមានថាការប្រឡងមួយហ្នឹងយើងប្រឡងជាប់ហើយ 上天就将重大的责任来交代我们。 ពេលនោះខាងលើនឹងប្រទាននៅអំរែកឬជាកិច្ចការងារដ៏សំខាន់មួយដាក់លើខ្លួនរបស់យើងជាក់ជាមិនខាន 好，因为时间的关系， បាទដោយសារពេលវេលារបស់យើងបានមកដល់ 后学这一课就讲到这里。 មេរៀនរបស់អ្នកគ្រូថ្ងៃនេះក៏សូមដល់ត្រឹមនេះសិន